មេចាក់ចឹងណានិយាយទៅដូចអ្នកណាក៏ដូចគ្នាដែរចូលចិត្តញ៉ាំស្លក្តៅហិលបងប្អូនណាចាជាពិសេសស្លស្ងោរនេះស្ងោរស្ងោរបន្លែផ្អែមចាស្ងោរបន្លែផ្អែមខ្ញុំញ៉ាំជាមួយនឹងបន្លែទេសណាហើយយើងស្ងោរបន្លែស្ងោរវាអត់មានអីបាក់ទេបងប្អូនណាចាបងសាច់ជ្រូកមានអាណូមានផ្សិតអញ្ចឹងណាបន្លែធម្មតាចាមកហូបផ្ទះបាយផ្ទះឆ្ងាញ់ចឹងបងប្អូនមានទេចាក្តៅមេឃភ្លៀងបងប្អូនឆ្ងាញ់ណាស់ពីស្លឹកបាសហើយនឹងបន្លែផ្អែមណាចាក្តៅឆ្ងាញ់ណាស់មេឃភ្លៀងអញ្ចឹងណាបងប្អូនចឹងសម្រាប់ហូបបាយផ្ទះមានតែស្លក្តៅចឹងឆ្ងាញ់ហើយស្លនេះអត់ចំណាយច្រើនទេចាអត់ចំណាយច្រើនទេនិយាយទៅបន្លែយើងទិញអស់តែ4-5,000ទេហើយសាច់ជ្រូកទិញអស់តែ3,000ទេចាអញ្ចឹងក្នុងមួយឆ្នាំនេះបូកទាំងដុំស៊ុបអីទៀតវាចូល9,000ទាំងដុំស៊ុបណាចាអញ្ចឹងអត់ច្រើនទេអញ្ចឹងសម្រាប់ម្ហូបបាយផ្ទះចាមួយឆ្នាំនេះអស់តែ9,000ទេចាហើយញ៉ាំបានមួយផ្ទះតែម្ដងណាចាចឹងបងអូនជ័យឆ្ងាញ់ទាំងអស់គ្នាចាជាមួយនឹងស្ងោរបន្លែផ្អែមណាចាអរគុណច្រើន